ជំរាបសួរលោកគ្រូនាងខ្ញុំឈ្មោះថៅសុគតហើយថ្ងៃនេះដែរខ្ញុំនឹងនិយាយពី project topic ដែលខ្ញុំធ្វើគឺ Velvet Cosmetic Design website អូខេអញ្ចឹងនេះគឺជា content របស់ខ្ញុំអូខេអញ្ចឹង start ពីចំណុចទី1 introduction អូខេអញ្ចឹងចូលដល់ 1.1 គឺខ្ញុំនឹងនិយាយតទៅនឹង purpose នៃ project ហ្នឹងអញ្ចឹង purpose នៃ project ហ្នឹងគឺខ្ញុំចង់ design ហើយ build website ដែលឈ្មោះហៅថា Velvet ដើម្បីសម្រាប់ product beauty ហើយនឹង create clean modern និង mobile friendly សម្រាប់ឲ្យ user គាត់ប្រើប្រាស់ហេចូលដល់ចំណុចទី 1.2 នឹងនិយាយតទៅនឹង real life problem អញ្ចឹងមូលហេតុដែលខ្ញុំបង្កើតវាមកដោយសារតែវាមាន problem ខ្លះដូចជា many people don't have time to visit cosmetic store អញ្ចឹងមនុស្សមួយចំនួនពួកគាត់អត់មានពេលគ្រប់គ្រាន់ដើម្បីទៅទិញផ្ទាល់នៅហាងឯងហើយមួយទៀតតទៅនឹងពេលខ្លះមានជួនកាលមានអាកាសធាតុអត់ល្អឬក៏ស្ទះចរាចរណ៍ឬក៏កន្លែងដែលត្រូវទៅទិញហ្នឹងវាឆ្ងាយហើយមួយទៀតសម្រាប់អ្នកខ្លះគាត់អត់មានអារម្មណ៍ថា comfortable ពេលដែលគាត់ចេញទៅក្រៅអូខេហើយមួយទៀតភាគច្រើនយើងឃើញថាតាំងពីចាប់ COVID មកមនុស្សភាគច្រើនគឺគាត់ prefer ទៅលើ online shopping ជាងទៅផ្ទាល់ហើយ shopping online ក៏វាស្រួលសម្រាប់ឲ្យមនុស្សខ្លះដែលគាត់អ្នកខ្លះគាត់អៀនឬក៏គាត់ uncomfort អញ្ចឹងនៅពេលដែលគាត់សួរអ្នកនៅក្នុងហាងអូខេអញ្ចឹងយើងមាន problem ហើយអញ្ចឹងចូល 1.3 ខ្ញុំនិយាយតទៅនឹង solution តែ solution នៃនេះគឺយើងនឹងធ្វើ design ជា website មួយដោយប្រើ Figma បន្ទាប់មកខ្ញុំនឹង build វាជាមួយនឹងភាសាជាមួយនឹង HTML CSS ហើយនឹង JavaScript ហើយមួយទៀតយើងនឹងធ្វើវាឲ្យទៅជា responsive ឲ្យវាងាយស្រួលសម្រាប់ប្រើប្រាស់ហើយនឹងជួយឲ្យ user គាត់អាចទិញគ្រប់ពេលនិងគ្រប់ទីកន្លែងអូខេអញ្ចឹងចូលដល់ចំណុចទី2នឹងនិយាយទៅនឹង analysis និង design ចឹងដល់ 2.1 ខ្ញុំនិយាយទៅនឹង target audience ចឹងភាគច្រើនយើង target audience របស់យើងគឺទៅលើ young women ដែលគាត់មានអាយុប្រហែលជាចន្លោះ16ទៅ30ឬក៏អាចលើសហ្នឹងដែលពួកគាត់ស្រឡាញ់ខាង beauty ហើយនិង skin care ហើយសម្រាប់អ្នកដែលចូលចិត្ត online shopping ជាពិសេសនៅលើទូរស័ព្ទរបស់ពួកគេហើយ user ដែលចូលចិត្ត website ដែល clean soft ហើយនិងងាយស្រួលប្រើចឹងចូលដល់ 2.2 គឺនិយាយ inspiration ហើយនិង branding ចឹងចំពោះ project មួយហ្នឹងដែរខ្ញុំ inspire មកពី brand របស់ Roman មួយហើយខ្ញុំប្រើ color ដូច pink ឬក៏ប្រើឲ្យវាដូចទៅនឹង pretty look yes and មួយទៀតគឺ clean layout ហើយ simple font ហើយនិង product focus design មួយទៀត branding style គឺខ្ញុំប្រើ soft modern and feminine and ចូលដល់ចំណុចបន្ទាប់ 2.3 និយាយតទៅនឹង program language ហើយនិង tool អញ្ចឹង tool ដែលខ្ញុំប្រើគឺខ្ញុំប្រើ VS Code Figma ហើយ Netlify ដែល Figma ខ្ញុំប្រើដើម្បី design prototype ហើយ VS Code គឺខ្ញុំ build បន្ទាប់មក Netlify នេះគឺខ្ញុំសម្រាប់ deploy website ហ្នឹងទៅលើhosting វាបន្ទាប់មកទៀត program language គឺខ្ញុំប្រើ HTML CSS និង JavaScript ចូលដល់ទី 3 គឺ implementation ចឹង implementation ខ្ញុំនិយាយពីចំណុចខ្លះគឺ HTML អានេះគឺជា navigation របស់ website យើងហើយខ្ញុំ link មួយជាមួយនឹង style CSS នេះតមកទៀតចូលដល់ CSS responsive design ចំពោះ responsive design នេះយើងប្រើទាំង tablet និង mobile phone អញ្ចឹង tablet ខ្ញុំឲ្យវា768ហើយនិង mobile phone 408ចូលដល់ implementation របស់ JavaScript គឺខ្ញុំប្រើកន្លែងនេះខ្ញុំបង្ហាញតែ function scroll to product ទេដើម្បីឲ្យវា scroll ទៅ smooth ហើយយើងនៅ function ច្រើនទៀតដូចមាន function login ហើយនិងផ្សេងៗទៀតអូខេអញ្ចឹងចូលដល់ចំណុចទី4 conclusion អញ្ចឹងចូលដល់ conclusion នេះគឺយើងឃើញថា project នេះបានជួយខ្ញុំឲ្យ practice ទៅលើ web design ហើយនិង coding ហើយខ្ញុំអាចរៀនដឹងពី Figma HTML CSS ហើយនិង JavaScript ដើម្បី build website មួយហើយខ្ញុំក៏បាន improve skill របស់ខ្ញុំទៅលើ responsive design និង fix layout problem ហើយអានេះគឺជា link Netlify របស់យើងអាច access ចូលទៅនឹងដល់ website ហ្នឹងហើយអូខេអញ្ចឹងចូលដល់ demonstration ខ្ញុំនឹង demo code អូខេអញ្ចឹងអានេះគឺជា website របស់យើងពេលដែលយើងចូលដំបូងមកយើងនឹងឃើញ interface វាអញ្ចឹង yes បន្ទាប់មកទៀតឥឡូវយើងចូលម្ដងគឺយើងឃើញ navigation គឺយើង focus ទៅលើវាសិននេះគឺជា home អញ្ចឹងនៅពេលដែលយើងចេញ home វានឹងនៅកន្លែងដដែលព្រោះវាជា home page បន្ទាប់មកខ្ញុំចុច shop គឺវារត់ទៅដល់កន្លែងដែលត្រូវទិញ shop item របស់វាហ្នឹងបន្ទាប់មក about គឺខ្ញុំដល់ about us មានន័យថាតទៅនឹង about our story like that and then ទៅដល់ navigation បន្តិចគឺ contact គឺនឹងលោតទៅដល់ contact ហើយចំពោះ contact នេះគឺខ្ញុំប្រើឲ្យ follow us ហ្នឹងខ្ញុំដាក់ Facebook ហ្នឹងគឺ Facebook account របស់ខ្ញុំទេដោយសារតែយើងគ្រាន់តែធ្វើ website មួយដែលរបៀបវាអត់ទាន់មានជាផ្លូវការទេ and អានេះ IG ក៏របស់ខ្ញុំដែរហើយ Twitter នេះខ្ញុំអត់មានចឹងខ្ញុំអត់បានដាក់ទេគឺខ្ញុំដាក់តែ Facebook ហើយ IG ទេតមកទៀតយើងចូលដល់ navigation បន្តិចគឺ login ចឹងចំពោះ login នេះយើងអាចឲ្យ user គាត់login បាន @gmail.com then យើងដាក់ password មកហើយយើង login
ខេអញ្ចឹងវានឹងលោតមកថា login successful welcome to Valuewear តទៅមុខទៀតយើងនិយាយទៅមើលលើ our product ចំពោះ our product នេះខ្ញុំមាន lip tint cushion eyeshadow and mascara ចឹងចំពោះ lip tint នៅពេលដែលខ្ញុំclick លើវាទៅវានឹង load product តាក់ទងតែនឹង lipstick ទេ and បន្ទាប់មកទៀតបើសិនខ្ញុំចុចលើ cushion ដោយសារតែ cushion វាមានតែមួយ product ចឹងវានឹង load មកប៉ុណ្ណឹងចំពោះ eyeshadow ដូចគ្នាវានឹង load មកតែ eyeshadow ទេ and mascara ក៏ដូចគ្នាចឹងយើង test ទៅលើ detail មួយចឹងខ្ញុំអាច click ទៅលើ page ហ្នឹងវានឹង load detail មកទាំងតម្លៃហើយនិង quantity នៅពេលដែលយើងចង់ទិញទៅលើវាយើងអាចដាក់ quantity ពី1រហូតដល់ចំនួនដែលយើងចង់បានហើយយើង add to cart ចឹងកន្លែងនេះខ្ញុំអត់បានដាក់ function cart មួយទៀតទេខ្ញុំគ្រាន់តែដាក់ឲ្យវា load notification ប៉ុណ្ណឹងទេហើយវានឹង load your mail select នោះមានន័យថាវានឹង load suggest មកអីដែលយើងចូលចិត្តបន្ថែមទៀតហើយខ្ញុំដាក់ទៅដែរ then back to home page វិញយើងចូលទៅ test លើមួយទៀតអានេះក៏ដូចគ្នាចំពោះមួយទៀតtest ទៅលើ cushion អូខេយើងមាន detail ដូចគ្នាទាំងអស់ហើយសម្រាប់ eyeshadow ក៏យើងមាន detail ដែរយើងនឹងប្រាប់ detail and ចុងក្រោយគឺ mascara ក៏មាន detail ដូចគ្នាហើយវានឹង load suggest មកដូចគ្នាអូខេអញ្ចឹងចូលចំណុចលើ desktop យើងអស់ហើយអូនៅកន្លែងនេះមួយទៀតយើងអាចនៅពេលដែលវា load reach credit ហ្នឹងយើងអាច click លើ shop ណាហ្នឹងវានឹងទៅ shop ម្ដងទៀតអូខេតមកទៀតយើង check ទៅមើលលើ responsive design យើងចំពោះ responsive design ខ្ញុំដាក់ responsive អូខេវាដូចគ្នាទាំងអស់ទេឥឡូវខ្ញុំ test ទៅលើ iPad Pro វានឹងចេញស្តៀងទៅនឹង desktop ដែរអញ្ចឹងខ្ញុំ test ទៅលើ iPad Air iPad mini អូខេអញ្ចឹងចំពោះ iPad mini 768 pixel វានឹងរូបបែបនេះបន្តមកទៀត test ទៅលើ Pixel 7វានឹង load មកបែបនេះចំពោះnavigation ដូចគ្នាទៅនឹង desktop ដែរចឹងសរុបមកវិញ project ខ្ញុំមានតែប៉ុណ្្នឹងទេលោកគ្រូ and អរគុណ